ជំរាបសួរបងអ្នកកម្មការទាំងពីររូបហើយនឹងបងកាមេរ៉ាមែនទាំង3បាទជំរាបសួរដល់បេក្ខជនមកខុតរតនៈបាទបងបាទឥឡូវនេះយើងជួបគ្នាសាជាថ្មីទៀតហើយបាទជាមួយនឹងកម្មវិធីប្រឡងចម្រៀងណាអូខេបាទយល់អ្នកដែលមកដល់វគ្គនេះស្ទើរតែអ្នកដែលពូកែហើយអូខេតោះហើយថ្ងៃនេះបងអូនលើកយកបទអ្វីដើម្បីមកប្រកួតប្រជែងនៅវគ្គនេះលើកយកបទឯណាពាក្យសន្យាសំនៀងដើមនាងដាវីតអូខេបងសង្ឃឹមថាវគ្គនេះបងអូននឹងធ្វើបានល្អជាងវគ្គមុនទៀតតើឥឡូវត្រៀមខ្លួនហើយនៅបញ្ចេញអស់ពីសមត្ថភាពបាទបងបែបណាតើទៅមុខរួញទេស្នេហាបងនឹងមានមេទៅជាយ៉ាងណាបើមានមកខាងអង្គចិត្តលួងក្បត់មិនរអាតើគេជាអ្នកណាប្រាប់បងបានទេចាប់តាំងពីស្គាល់គេអូនចាប់ដើមផ្លែខ្លាំងណាមិនចាំបាច់មកប្រាប់ឲ្យដឹងច្បាំងថាអូនមានគេអូនមិនដែលយល់ពីចិត្តបងអូនតែងទុកបងចោលក្រុងពីសន្យាបងនឹងមានមេប្រែគ្មានដំឯណាពីងសន្យាដែលអូនតែងប្រាប់បងប្រាប់ថានួនល្អមិនលែងដៃបងគឺណាហើយអ្វីពេលនេះរូបអូនប្រែចិត្តទុំឲ្យបងនៅឯកាឈឺពំណាពេលសង្សារត្រូវគេឆុងបាញ់ចាប់តាំងពីស្គាល់គេអូនចាប់ផ្ដើមផ្លែខ្លាំងណាមិនចាំបាច់មកប្រាប់ឲ្យដឹងច្បាំងថាអូនមានគេអូនមិនដែលយល់ពីចិត្តបងអូនតែងទុកបងចោលក្រុងពីសន្យាបងនឹងមានមេប្រែគ្មានដំឯណាពីងសន្យាដែលអូនតែងប្រាប់បងប្រាប់ថានួនល្អមិនលែងដៃបងណាហើយអ្វីពេលនេះរូបអូនប្រែចិត្តទុំឲ្យបងនៅឯកាឈឺពំណាពេលសង្សារត្រូវគេឆុងបាត់ណាពីងសន្យាដែលអូនតែងប្រាប់បងប្រាប់ថានួនល្អមិនលែងដៃបងទៅណាហើយអ្វីពេលនេះរូបអូនប្រែចិត្តទុកឲ្យបងនៅឯកាឈឺពំណាពេលសង្សារត្រូវគេឆុងបាត់
គុណលោកគ្រូ អូខេបាទរតនៈ បាទលោកគ្រូ បាទនៅពេលដែលនិយាយអត់សូវប្រកែកនិយាយទេបាទរឿងភ័យបាទប៉ុន្តែនៅពេលដែលច្រៀងគឺលះបាទចេញពីអារម្មណ៍បាទចេញពីចិត្តបាទអញ្ចឹងអ្នកចម្រៀងគឺត្រូវការអ្នកដែលគាត់លះច្រៀងឲ្យអស់ពីចិត្តណាអូខេបាទអញ្ចឹងជាចុងក្រោយតើបងប្អូនមានពាក្យពេចន៍អីផ្ដាំផ្ញើទៅពុកម៉ែបងប្អូនយើងឲ្យគាត់ជួយគ្រប់គ្រងយើងដើម្បីឲ្យយើងមានឱកាសនឹងបន្តទៅវគ្គក្រោយទៀតតោះ បាទខ្ញុំជាដំបងខ្ញុំរតនៈសង្ឃឹមថាដូចជាមាន fan នៅក្នុង Facebook ក្រុមត្រីដងត្រីក្រហមអញ្ចឹងបងជួយមើលហើយជួយជា fan ខ្ញុំផងជួយក្រុមគាំទ្រខ្ញុំផង អរគុណច្រើនបង រំហ៊ុននិងមជ្ឈមណ្ឌលត្រីក្រហមអ្នកជំនាញព្យាបាលមុខកើតមុន